សម្លថ្ងៃនេះគឺផ្ញើជូនអ្នកដែលចូលចិត្តស្លឹកផាច់បងប្អូនទាំងអស់គ្នាចាបន្លែធម្មជាតិតាមរដូវកាលខែនេះខែស្វលឹកផាច់អញ្ចឹងហើយមានតែស្លលឹកផាច់ឲ្យញាប់បន្តិចហើយដោយសារតែមួយឆ្នាំបានហូបម្ដងសម្លេងថ្ងៃនេះរៀងស្អកតិចហើយបងប្អូនទាំងអស់គ្នាដោយថាយើងនេះនិយាយច្រើនពេកបញ្ចូលសលេងច្រើនពេកអញ្ចឹងហើយសំឡេងវារៀងព្រួប្រែអញ្ចឹងណាស្លឹកផាច់ស្លឹកតាពាំងក៏ធ្លាប់ស្លោហើយឆាជាមួយនឹងពងទាក៏ធ្លាប់ហើយថ្ងៃនេះគឺយកមកស្ងោរជាមួយនឹងសាច់គោម្ដងមើលបងប្អូនឲ្យប្លែកមាត់បងប្អូនដឹងទេយកស្លឹកផាច់នេះមកស្ងោរជាមួយសាច់គោគឺថាឆ្ងាញ់មែនតើបងប្អូនស្លឹកវាឆប់ៗគឺខ្ញុំចូលចិត្តត្រង់ហ្នឹងស្លឹកវាឆប់យើងមកងាស់យ៉ាងយូរក៏វាអត់ចេះឲ្យលួយដែរហើយស្លឹកផាច់នេះគឺថាខ្ចីលហួកតែម្ដងខ្ញុំបេះនេះគឺមិនមែនបេះនៅសល់ទួងធំអីវែងអីណាបងប្អូនដោយសារតែវាខ្ចីធម្មតាគឺខ្ញុំផ្ដាច់ធួយវាត្រឹមហ្នឹងតែម្ដងហើយថ្ងៃហ្នឹងអ្នកលក់លឹកផាច់ហ្នឹងគឺដៃធំមែនតែនម្ដង 1,500 ដងទិញម្ដង 1,500 ដែរប៉ុន្តែដៃតូចទេថ្ងៃនេះគឺថាធំល្អហើយស្លឹកវាធួយវាហ្នឹងក៏ខ្ចីល្អទៀតឥឡូវនេះបេះរួចរាល់អស់ហើយបងប្អូននេះមេឃវាចងេងចងាងមែនតែនហើយបេះបានឡើងចិត្តមកកធនតែម្ដងហ្នឹងបងប្អូនចាឥឡូវគឺខ្ញុំយកវាទៅលាងសម្អាតទឹកតិចសិនហើយយកមេឃវាដែលយើងបានបេះយកទៅបោះចោលតែម្ដងបន្តមកទៀតនោះមកហាន់សាច់គោម្ដងហាន់វាឲ្យរៀងស្ដើងតិចដើម្បីច្រាមវាហើយច្រាមនេះដែរមិនបាច់ច្រាមម៉ត់ពេកទេបងប្អូនចាទុកវារៀងដុំតូចទៅឲ្យមើលទៅឃើញសាច់គោតែច្រាមម៉ត់ពេកយកទៅស្លអត់ឃើញសាច់គោទេឃើញតែលឹកផាច់ហ្នឹងឥឡូវហើយខ្ញុំក៏បន្ថែមជាមួយនឹងខ្ទឹមសចំនួន4កំពឹសផងដែរបន្ទាប់ពីហាន់សាច់គោស្ដើងហើយចាប់ផ្ដើមច្រាមវាបងប្អូនច្រាមវាប្រហែលជា2-3នាទីដែរមើលតាមជាក់ស្ដែងសាច់គោរបស់យើងចង់បានម៉ត់កម្រិតណាឬក៏ចង់បានវាអត់ម៉ត់ពេកឬក៏មិនតាមនឹងទៅហើយខ្ទឹមសនេះដំវាប្រវែកហើយបកយកស្វក់ចេញហើយច្រាមវារៀងម៉ត់បន្តិចទៅបងប្អូនហើយបន្តមកទៀតនឹងយកខ្ទឹមសដែលយើងបានច្រាមនេះដាក់ចូលជាមួយនឹងសាច់គោដែលយើងបានច្រាមដែរតម្ងមកហើយក៏ចាប់ផ្ដើមលាយគ្រឿងក្រៅដើម្បីស្លមុខម្ហូបមួយមុខនេះគឺថាងាយស្រួលខ្លាំងមែនតើណាបងប្អូនហើយលឿនទៀតឆាប់បានហូបអត់ញ៉ៃច្រើនទេចំពោះគ្រឿងផ្សំវិញគឺថាអត់ខុសគ្នាពីស្ងោរស្ពៃស្ងោរអីទេឲ្យវារៀបថាស្ងោរគឺយើងផ្សំគ្រឿងតែមួយអញ្ចឹងណាចាមានដាក់ដូចជាទឹកត្រីប៊ីចេងស្ករម្សៅស៊ុបដូចគ្នាអញ្ចឹងបងប្អូនចាហើយបន្ថែមជាមួយម្រេចទៀតមកឲ្យកាន់តែឈ្ងុយបន្តមកទៀតគឺយើងកូរច្រវាល់សាច់គោជាមួយនឹងគ្រឿងក្រៅឲ្យវាចូលជាតិគ្នាល្អចាហើយបន្ទាប់មកទុកវាប្រហែលជា 4-5 នាទីទៅហើយទៅដាំទឹកស្លរបស់យើងចាដាក់ដាំឲ្យវាពុះចាំយើងរៀបចំស្លណាបងប្អូនចានេះសាច់គោរបស់យើងបានលាយគ្រឿងរួចរាល់អស់ហើយក៏ជាមួយនឹងស្លឹកផាច់ដែលយើងបានលាងសម្អាតរួចរាល់អស់ដែរខ្ចីល្អខ្លាំងមែនតែនឥឡូវនេះគឺថាទឹករបស់យើងចាប់ផ្ដើមពុះហើយយកសាច់គោនេះមកចាក់ចូលតែម្ដងមកបងប្អូនទាំងអស់គ្នាចាចាក់ចូលប៉ុណ្ណឹងហើយគឺយើងទុកទឹកសម្លនេះឲ្យរាងពុះបន្តិចសិនណាចាទុកឲ្យរាងពុះប៉ុណ្ណេះហើយគឺខ្ញុំភ្លក់វាមើលថារសជាតិយ៉ាងម៉េចហើយអញ្ចឹងត្រូវបន្ថែមបន្ថយគ្រឿងអីក៏បន្ថែមអញ្ចឹងទៅហើយដួសពពុះនេះចេញស្រង់វាចេញមកនិយាយទៅយើងស្លអីក៏មានពពុះដែរបងប្អូនអញ្ចឹងត្រូវទៅស្រង់ចេញកុំទុកវានៅទុកនៅនឹងគឺថាអត់ឆ្ងាញ់ទេស្លរបស់យើងហើយបន្តមកទៀតនោះគឺបន្ថែមស្លឹកផាច់នេះចូលតែម្ដងបងប្អូនដែលអត់ធ្លាប់ស្ងោរបែបនេះគឺបងប្អូនអាចសាកបានណារសជាតិវាឆ្ងាញ់មួយយ៉ាងដែរបើដងធ្លាប់ទៅស្លសឡាក់ឬក៏យកទៅឆាយកទៅអីតែថ្ងៃនេះយើងយកមកស្ងោរអញ្ចឹងគឺថាប្លែកមាត់ឆ្ងាញ់មួយយ៉ាងដែរចាប់បន្ទាប់ពីដាក់ស្លឹកផាច់ចូលស្លរបស់យើងហើយគឺខ្ញុំចាប់ផ្ដើមកូរច្រវាល់វាបន្តិចបន្តួចទៅហើយយើងគ្របទុកមកបន្តិចដើម្បីឲ្យស្លរបស់យើងពុះហើយបន្ទាប់ពីពុះហើយចុងក្រោយបំផុតគឺយើងភ្លក់មើលម្ដងទៀតមកបងប្អូនចាត្រូវមកត្រូវចិត្តនៅហើយបើត្រូវហើយនោះក៏យើងចាប់ផ្ដើមផ្លុតភ្លើងតែម្ដងទៅព្រោះថាស្លរបស់យើងនេះឆ្អិនហើយចាតំណងមួយយ៉ាងនេះតាបងប្អូនមើលទៅឃើញតំណងនេះក្លិនម្រេចនឹងឈ្ងុយតែម្ដងបើកមកវាមួយយ៉ាងម្នាក់ពីយើងស្ងោរស្ពៃកញ្ញាញ់ស្ងោរតឡាចស្ងោរអីចឹងណាបងប្អូនតាឥឡូវស្លរបស់យើងឆ្អិនហើយបងប្អូនខ្ញុំស្លណាដែលខ្ញុំចូលចិត្តទៅគឺថាខ្ញុំដួសមួយចានមកអង្គុយហូបតែម្ដងមិនបាច់ចាំមានបាយក៏បានដែរហូបស្លនេះតតែឆ្អែតគឺថាឆ្អែតជំនួសបាយតែម្ដងហ្មងបងប្អូនដល់ពេលយើងចូលចិត្តហូបយើងហូបស្លសុទ្ធដូចជាស្លតាពាំងហ្នឹងតែខ្ញុំចូលចិត្តហើយខ្ញុំដួសឲ្យមកអង្គុយហូបអញ្ចឹងមិនបាច់បានដាក់បាយក៏បានដែរឲ្យថាបានហូបស្លដល់ខ្លួនឯងចូលចិត្តហើយស្លមុខនេះគឺថាប្លែកមាត់មែនតើហូបអត់ចេះតលន់សោះបងប្អូនជាពិសេសលឹកហ្នឹងខ្ញុំមករយៈហ្នឹងដូចបងប្អូនមកឃើញស្រាប់នៅក្នុងវីដេអូ
តិចយូរស្លននេះតិចយូរស្លននោះនិយាយទៅឃើញឡើងញាប់នៅក្នុងវីដេអូរបស់ខ្ញុំស្ងោផ្អកស្ងោអីចឹងណានិយាយទៅឆ្ងាញ់អញ្ចឹងហូបឲ្យហើយទៅតនខែនេះមានតែបន្តិចទៀតហ្នឹងគឺថាផុតរដូវរលេងមានទៅតែឆ្នាំក្រោយទៀតបានហូបហើយសម្រាប់វីដេអូក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណេះទេបងប្អូនទាំងអស់គ្នាចាអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ចាអរគុណច្រើនបាយបាយ